បាទជ្រាបសួរបងប្អូនថ្ងៃនេះយើងនឹងមកតាមដានព័ត៌មានពិសេសមួយបាទដែលកម្ពុជាយើងបាទអាចនឹងមានដំណោះស្រាយល្អព្រោះថាកម្ពុជាយើងបានទៅប្រជុំនៅសហរដ្ឋអាមេរិកបាទដែលមានការទទួលស្គាល់ដោយស្មើមុខស្មើមាត់ពីសហរដ្ឋអាមេរិកបាទតើយើងនឹងតាមដានព័ត៌មានថ្មីៗគ្នាថាតើនឹងកម្ពុជានឹងទទួលបានអ្វីថ្មីនិងដំណឹងល្អអ្វីបាទកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពចាប់ផ្ដើមហើយនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបាទកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពបានចាប់ផ្ដើមហើយនៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ទី19 ខែកុម្ភៈឆ្នាំ2026ម៉ោងនៅសហរដ្ឋអាមេរិកត្រូវនឹងវេលាយប់ម៉ោងនៅកម្ពុជាកិច្ចប្រជុំដឹកនាំដោយលោក Donald Trump ប្រធានាធិបតីអាមេរិកដែលជាស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពដោយមានការអញ្ជើញចូលរួមពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងមេដឹកនាំនៃបណ្ដាប្រទេសនានាជាច្រើនទៀតក្រុមប្រឹក្សាសន្តិភាពដែលផ្ដួចផ្ដើមបង្កើតដោយប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាបង្កើតផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ថ្ងៃទី22ខែមករាឆ្នាំ2026នៅទីក្រុងប្រទេសស្វីសបាទគឺការដែលលោក Donald Trump គាត់បានបង្កើតនៅក្រុមប្រឹក្សាសន្តិភាពនេះដោយសារ UN បច្ចុប្បន្ននឹងយើងយល់ជាការបានបងប្អូនដោយសារដោះស្រាយបញ្ហាបានទៅ Donald Trump គាត់បានបង្កើតក្រុមប្រឹក្សាសន្តិភាពនេះឡើងបាទយើងបន្តទៀតប្រទេសកម្ពុជាបានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពបាទតាមការអញ្ជើញរបស់លោក Donald Trump សហរដ្ឋអាមេរិកកាលពីថ្ងៃទី16ខែមករាឆ្នាំ2026បាទសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានថ្លែងការចូលរួមនេះគឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រនិងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកលបាទសុឆន្ទៈស្រឡាញ់សន្តិភាពការគាំទ្រនិងរួមចំណែកដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមកជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រមឆ័ត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្ដាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាមបាទកម្ពុជាយើងក៏និយាយរួមទៅគឺកម្ពុជាយើងតែងតែចូលរួមគ្រប់បាទមិនថាអន្តរជាតិដែលថាបង្កើតនៅក្រុមប្រឹក្សាសន្តិភាពណាទេបាទកម្ពុជាតែងតែចូលរួមដើម្បីរក្សានូវសន្តិភាពបាទដូច្នេះកម្ពុជាយើងមិនមែនទៅតែចូលរួមថ្មីនេះទេបាទគឺកំឡុងមកគឺកម្ពុជាយើងបានចូលរួមទាំងអស់បាទដើម្បីអីបងប្អូនគឺដើម្បីសុសន្តិភាពបាទគឺកម្ពុជាត្រូវការសន្តិភាពបាទជាងយើងនឹងតាមដានបន្តទៀតសូមបញ្ជាក់ថាសម្រាប់ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពសម្រាប់អាណត្តិទី3នេះបាទសម្រាប់អាណត្តិ3ឆ្នាំមិនតម្រូវឲ្យបង់ថវិកាទេតែសម្រាប់ការចូលជាសមាជិករយៈពេលអចិន្ត្រៃយ៍មានព័ត៌មានធានាថានឹងត្រូវបង់ថវិកាជា$1000អាមេរិកបាទបងប្អូននេះគឺជាដំណឹងល្អមួយដែលកម្ពុជាយើងបានឈានជើងចាប់ដៃជាមួយនឹងសហរដ្ឋអាមេរិកបាទសង្ឃឹមថាទៅមុខកម្ពុជានឹងរីកចម្រើនបាទសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនានិងគាំទ្រ page ខ្ញុំបាទកុំភ្លេចជួយចុច like Subscribe បន្ថែមទៀតបាទដើម្បី
ខ្ញុំនឹងបន្តនៅព័ត៌មានចែកជូនពុកម៉ែបងប្អូនបាទសូមអរគុណសូមជម្រាបលា